ចូលឲ្យបានផងឥឡូវយើងទៅឥឡូវណាគណៈគ្រប់គ្រងសាលានៅណាដឹងមកទៅចូលដល់ក្នុងមានកាយមែនខ្ញុំមកវិទ្យាល័យការខ្ញុំញ៉ាំសាលាខ្ញុំមកតាមនេះខ្ញុំមកខ្ញុំចង់មកអានវត្តតាមសារក្រមបងចាបងវាយមើលខាងcửa đáទៅវិញចូលបានទេបានហើយចាំចូលបានទេខ្ញុំមកខ្ញុំអនុញ្ញាតមេខ្ញុំទៅចូលបានគឺសាលាហាមដាច់ខាតមកឲ្យខ្ញុំទៅជួបកូនទេសូម្បីតែទៅថ្នាក់កូនគឺ teacher និយាយមកថាអត់ឲ្យទេអត់ឲ្យជួបប៉ុន្តែខ្ញុំជាម្ដាយហ្នឹងនិយាយត្រង់ពេលដែលគេហាមអញ្ចឹងសូម្បីតែថាអូថាទៅជួបកម្មវិធីរបៀអញ្ចឹងម្ដាយកាត់ថ្នាក់ខ្ញុំវាងឡើងឆ្ងាយអត់ហ៊ានដើរកាត់ទេមូលហេតុបើសិនជាកូនស្រីខ្ញុំឃើញខ្ញុំពួកមីងបងប្អូនគាត់ថាអារម្មណ៍ពេលដែលឃើញខ្ញុំហើយរត់មករកខ្ញុំហើយខ្ញុំជាម្ដាយខ្ញុំអត់មានសិទ្ធយកកូនខ្ញុំមកទេតែខ្ញុំបែបមានអារម្មណ៍បែបម៉េចកូនទៅមក4ឆ្នាំគាត់ដឹកខ្ញុំជាម្ដាយបែបម៉េចពេលដែលឃើញវីដេអូ call ដែលខ្ញុំបែកកូនខ្ញុំបានមួយខែជាងកូនប្រុសខ្ញុំពេលហ្នឹងនៅក្នុងដែរគេបែកដែរលោកប៊ី10ឆ្នាំហ្នឹងគឺគាត់បានលួច call មកបងអារម្មណ៍ហ្នឹងគឺពិបាកទទួលយកខ្លាំងណាស់អញ្ចឹងខ្ញុំសុខចិត្តថាមិនបាច់ខ្ញុំត្រូវការផ្លូវច្បាប់ដើម្បីបញ្ជាក់ជាមួយសាលាថាពួកខ្ញុំឲ្យគាត់មើលដីកាសម្រាប់មេកណ្ដាលសាលាគឺគាត់អត់ព្រមគាត់ស្ដាប់តែឆាយថាអត់ដឹងថាឆាយមានកដាស់អីឬច្បាប់បែបម៉េចបានសាលាគឺគាត់ទៅជាបែបហ្នឹងគឺសំបីតែខ្ញុំជាម្ដាយដែលមានតឡាការក៏ប្រាប់ថាពិចារណាដល់សុខគឺខ្ញុំសៅរ៍អាទិត្យគឺឆាយចឹងរយៈពេលក្នុងកាយហ្នឹងគឺគួរតែខ្ញុំអាចមានសិទ្ធិចូលសាលាហើយសាលាហ្នឹងកូនខ្ញុំរៀនឆ្នាំមុនដូចគ្នាប្រភើណាគឺខ្ញុំទៅយកចូលកម្មវិធីជួបគ្រូ teacher ចូលរួមអីធម្មតាខកតែពេលគាត់បែកកូនពីខ្ញុំនឹងគាត់និយាយអីជាមួយសាលាគឺកូនស្រីខ្ញុំអាចទៅថ្នាក់បានជួបកូនបានប៉ុន្តែកូនប្រុសធម្មតាពូមីងខ្ញុំឆ្ងល់មែនតើរហូតដល់ថ្ងៃអាទិត្យហ្នឹងថ្ងៃ7ត្រូវជាថ្ងៃពហុខែ12 2023នេះគឺបានខាងអាជ្ញាសាលានៅអាជ្ញាធរជាច្រើនគាត់បានចុះទៅដល់សាលាតែម្ដងសាលាកូនស្រីខ្ញុំដែលរៀនហ្នឹងណាចាគឺបានពួកគាត់យល់វិញថាអំណាចសិទ្ធិមេបានលើខ្ញុំប៉ុន្តែកាលមុនខ្ញុំឲ្យកដាស់សាលាការគាត់ដូចគ្នាថាហេតុអីគាត់អត់យល់ខ្ញុំអត់ដឹងថាខាងឆាយនឹងមានកដាស់ឬក៏មានអីដែលបញ្ជាក់ថាគាត់មានសិទ្ធិលើកូនខ្ញុំហាមខ្ញុំជាម្ដាយបង្កើតមិនឲ្យជួបកូននៅថ្នាក់មិនឲ្យទៅរកកូននៅថ្នាក់អីបានខ្ញុំហួសចិត្តត្រង់ហ្នឹងហើយរយៈពេលដែលខ្ញុំឲ្យសាលាកដាស់តឡាការទៅខាងសាលាធ្វើការនេះរយៈពេលចូល4 ខែគឺគាត់អត់មានចម្លើយខ្ញុំគឺគាត់សុំតែយ៉ាងសុំពេលឲ្យមេធាវីគាត់ធ្វើការហើយខ្ញុំកូនគឺអត់បានជួបអញ្ចឹងរហូតតតែពេលនេះមានអាជ្ញាសាលាចុះទៅតឡាការខាងច្បាប់គាត់ចុះទៅអីអញ្ចឹងណាគឺដូចខាងឆាយហ្នឹងគាត់ដឹងគាត់ឲ្យកូនមករៀននេះកាលពីថ្ងៃពហុថ្ងៃ7ខែ12 2023នេះគឺគាត់ឲ្យកូនមករៀននេះប៉ុន្តែខាងអាជ្ញាសាលាគាត់បាននិយាយបញ្ជូលសាលាថាគឺអំណាចសិទ្ធិមេបាននៅខាងខ្ញុំអញ្ចឹងកុំហាមខ្ញុំជាម្ដាយឲ្យជួបកូនឲ្យអីអញ្ចឹងគឺវាខុសនឹងយើងអត់គ្រប់តាមច្បាប់តុលាការចាអញ្ចឹងមិនគាត់រៀងចាប់ដើមយល់ពីខ្ញុំវិញស្អែកឡើងថ្ងៃសុក្រខ្ញុំទៅថ្ងៃពហុជាមួយខាងតុលាការថ្ងៃសុក្រផឹកឡើងមកប្រហែលជា9 ផឹកបានគាត់ទេមកខ្ញុំថាថ្ងៃសុក្រហ្នឹងគាត់ប្រាប់ខ្ញុំថាគឺជាកម្មវិធីសំខាន់សម្រាប់ថ្នាក់ប្រភើហ្នឹងគឺគេត្រូវមានរមមុនគ្រីស្មាស់ពួកគេចិត្តបាកងហើយចាគឺគាត់អត់ឲ្យកូនទៅរៀនទៀតចាគឺគាត់ឲ្យកូនទៅរៀនណាបងមិនត្រូវមិនឲ្យកូនទៅរៀននេះហើយយប់ឡើងគឺខ្ញុំយកកូនអត់បានតែគាត់ឲ្យកូនទៅរៀនហើយស្អែកឡើងគាត់ថាបើគាត់យកកូនទៅរៀនខ្ញុំអាចទៅយកកូននៅសាលាបានអីអញ្ចឹងណាគឺគាត់ដឹងច្បាស់គឺគាត់បានបាយកូនពីខ្ញុំហើយសំខាន់ថ្ងៃដែលពហុដែលខ្ញុំទៅយកកូនហ្នឹងយើងគាត់ថាគេលោកកូនឈឺឬអីក៏បានគាត់ជាមកឲ្យកូនទៅរៀនតែប៉ាត់កូនអត់មានឈឺតែគាត់ដឹងថាខ្ញុំទៅយកកូននៅសាលាអីចឹងតាមតឡាការអញ្ចឹងណាពេលដែលខ្ញុំយកអត់បានយប់ឡើងបងដឹងហ៎គឺគាត់បានយកកូនស្រីខ្ញុំបង្ហោះវីដេអូទៀត live វីដេអូរយៈពេល7 នាទីជាមួយនឹងអនាគតភរិយាថ្មីផកគាត់8 10ហ្នឹងណាជាមួយទៀតនិយាយទៅគឺគាត់អត់ចោលអាចរិតបែបហ្នឹងទេនិយាយឲ្យគាត់អត់ខ្លាចច្បាប់សោះហ្មងខ្ញុំនិយាយត្រង់និយាយមែនហ្មងចាគាត់គួរតែពិតឲ្យតាំងពីខាងតឡាការគាត់ចេញលិខិតស្ម័គ្រចិត្តក្នុងរយៈពេល2 អាទិត្យហ្នឹងគឺគាត់គួរតែបកគលកូនខ្ញុំហើយគាត់គួរយល់ថាមាត់កូនត្រូវការកម្ដៅដូចគ្នាគាត់អត់ខ្វល់ដល់ឥឡូវដល់ខាងអាជ្ញាសាលាគាត់ចុះទៅដល់សាលាទៀតគាត់អត់ខ្វល់ចាគឺគាត់អញ្ចឹងបើតាមអ្នកដែលខ្លាចច្បាប់ឬក៏អីគឺដូចខ្ញុំដូចគ្នាគឺខ្ញុំគោរពម៉ោងពេលវេលាកូនចែកសម្រាប់ឪពុកមិនហើយខ្ញុំមិនគឺខ្ញុំមិនដែលហ៊ានលើកទេព្រោះខ្ញុំខ្លាចហើយវាក៏សំរុំដែរសម្រាប់ឪពុកម្ដាយដែលមានពេលវេលាសម្រាប់កូនណាតែគាត់គឺខ្ញុំសុំសើលេខ1ស្រុកខ្មែរគឺគាត់មិនដែលខ្លាចច្បាប់អញ្ចឹងខ្ញុំថាដូចថាបើសិនជាគាត់ខ្លាចច្បាប់មិនគាត់អាចត្រឹមពើសារចំពោះអ្នកដទៃច្រើនលើកច្រើនសារបងដឹងហើយគាត់ធ្លាប់មានប្រវត្តិបែបម៉េចបងដឹងហើយសំខាន់គឺមិនមែនត្រឹមតែធ្វើជាមួយអ្នកដទៃសូម្បីតែជាមួយប្រពន្ធកូន
ឥឡូវគាត់នៅបន្តធ្វើដែរពេលដែលឥឡូវពេលដែលខ្ញុំបែកបាក់គ្រួសារគឺគាត់អាចធ្វើឲ្យលើខ្ញុំបានទេកាលពីមុនគឺគាត់ហឹង្សាជាមួយទាំងលើខ្ញុំទាំងលើកូនតែឥឡូវគាត់អាចធ្វើលើខ្ញុំបានគឺគាត់យកកូនដើម្បីចង់ឈ្នះចាញ់ជាមួយខ្ញុំដើម្បីគាត់ចង់បានផ្ទះឡានអីអញ្ចឹងគឺគាត់បំបែកកូនពីខ្ញុំជាច្រើនលើកច្រើនសារក្នុងរយៈពេល3ឆ្នាំដែលខ្ញុំលែងដាច់នេះដែលតឡាការបានសម្រេចថ្ងៃច័ន្ទដល់សុក្រខ្ញុំសៅរ៍អាទិត្យគឺគាត់តែងតែយកកូនបំបែកខ្ញុំជាច្រើនលើកច្រើនសារបងដឹងអីថាបែបមួយឆ្នាំមុន5ខែជាងដូចគ្នាដោយសារខ្ញុំចុះកិច្ចសន្យាថ្មីស្អីគាត់ហ្នឹងគាត់បង្ខំហ្នឹងដើម្បីចង់បានផ្ទះកូនហ្នឹងបានខ្ញុំបានជួបមុខកូនវិញហើយឥឡូវទៀតគឺគាត់បំបែកកូនពីខ្ញុំដោយមិនខ្លាចច្បាប់តែម្ដងខ្ញុំប៉ិតនៅតែបន្តគាត់ថាសង្ឃឹមថាផ្លូវច្បាប់នឹងមិនអាចនឹងបន្តជួយខ្ញុំទៀតចាដើម្បីកុំឲ្យគាត់ជាគំរូអាក្រក់មួយដែលធ្វើឲ្យដូចថាខាងដូចថានារីទុនសើឬក៏ដូចខ្ញុំឬក៏កូនខ្ញុំតែងតែជួបរឿងបែបហ្នឹងយើងត្រូវតែដើម្បីធ្វើឲ្យមនុស្សម្នាក់ប្រុសម្នាក់ហ្នឹងត្រូវចេះគិតថាស្រុកខ្មែរមានច្បាប់ចាមិនអាចធ្វើអំពើបែបហ្នឹងទេដែលធ្វើបាបទាំងកូនក្មេងទាំងខ្ញុំជាស្ត្រីឲ្យជួបបែបហ្នឹងអញ្ចឹងណាចាអញ្ចឹងដូចខ្ញុំនិយាយចឹងបើសិនជាគាត់ស្រឡាញ់កូនប៉ិតប្រកបគឺដូចខ្ញុំនិយាយដដែលអញ្ចឹងគឺមិនអាចធ្វើទង្វើបែបហ្នឹងជាដដែលក្នុងរយៈពេល3ឆ្នាំដដែលអត់ចេះចប់ហើយខ្ញុំតែប៉ិតក៏ដូចនិយាយប្រាប់ពួកបងប្អូនអរគ្នាសូមអភ័យទោសតែប៉ិតក៏មិនចង់និយាយយករឿងមកនិយាយក្នុងនឹងដែរប៉ុន្តែគឺពេលដែលខ្ញុំស្ងប់ស្ងាត់បងឃើញគឺគាត់ធ្វើការផុសវីដេអូជាមួយកូនខ្ញុំហើយយកកូនខ្ញុំទៅថតជាមួយនឹងអនាគតភរិយាថ្មីគាត់ការនេះក្នុងខែថ្ងៃ28ខែ12ហ្នឹងណាចាគឺគាត់តែផុសឌឺដងហើយមើលមកដូចខ្ញុំជាម្ដាយអត់ស្រឡាញ់កូនសោះអញ្ចឹងបើសិនជាខ្ញុំធម្មតាដូចនិយាយចឹងsocial mediaសម្រាប់លេងអញ្ចឹងចាអញ្ចឹងគឺគាត់តែងតែសូហើយពេលខ្លះខ្ញុំគិតថារឿងការងារខ្ញុំ live គេគិតថាអូមិនស្រួលខ្ញុំអត់ជាម្ដាយបកើតនេះផ្លេចកូនឬក៏ដើរលេងសប្បាយដូចអ្វីដែលគាត់និយាយខ្ញុំផឹកស៊ីហៃសូអីអញ្ចឹងណាតែដែលពូមីងបងប្អូនដែលជាមនុស្សស្រីដូចគ្នាដែលធ្លាប់មានកូនគឺដឹងច្បាស់ហើយមិនបាច់ផុសមិនបាច់ធ្វើអីទេគឺយើងគាត់ថាពេលដែលយើងចាប់តាមពពុះកើតកូនយើងជាម្ដាយហ្នឹងគឺយើងលះបង់គ្រប់បែបយ៉ាងហើយគ្មានតែពាក្យម្ដាយបកើតណាដែលមិនស្រឡាញ់កូនខ្លួនឯងទេត្រូវបងបាច់និយាយថាគាត់ជាម្ដាយចង់ស្រឡាញ់ជាងខ្ញុំមកដៀលខ្ញុំអីខ្វាក់ភ្នែកខ្វាក់បេះដូងអីចឹងទេមិនបាច់ទេចាហើយគាត់ដូចគ្នាជាឪពុកដូចគ្នាគាត់អាចលះបង់ដូចខ្ញុំជាម្ដាយទេខ្ញុំយល់គាត់មានភារកិច្ចព្រោះខ្ញុំលះបង់សឹងតែជីវិតពេលបង្កើតកូនចាអញ្ចឹងគាត់ជាឪពុកភារកិច្ចពេលបង្កើតកូនហើយនេះគុំដើម្បីចង់ឈ្នះចាញ់ចង់បានផ្ទះចង់បានទ្រព្យលុយក៏ឡានកូនហ្នឹងគឺកុំយកកូនមកធ្វើជាដូចវត្ថុអត់មានបេះដូងដើម្បីឈ្នះចាគឺកុំធ្វើអញ្ចឹងគេហៅថាមនុស្សគេហៅមិនថាឪពុកល្អគេហៅថាឆ្លាញ់តែខ្លួនឯងអត់គិតអារម្មណ៍កូនណាព្រោះដូចខ្ញុំនិយាយដែរអញ្ចឹងគឺខ្ញុំក៏គ្មានសិទ្ធិបំបែកកូនពីឪពុកដែរចាប៉ុន្តែហើយគាត់ដូចគ្នាក៏គ្មានសិទ្ធិបែកខ្ញុំជាម្ដាយដែរប៉ុន្តែបើសិនជាឪពុកដែលអន់ចរិតជួយចិត្តយកកូនឈ្នះអញ្ចឹងហើយហឹង្សាទាំងនៅខ្ញុំជាម្ដាយបកើតណាក៏គាត់យកអំពើហឹង្សាបាយទាំងខ្ញុំទាំងកូនប្រុសខ្ញុំកណ្ដាលវាធ្លាក់ចដាលបែកក្បាលហ្នឹងណាគឺខ្ញុំមានវីដេអូផុសហើយអីចឹងមកដាក់ទៀតទេតែខ្ញុំដាក់លើកនេះដាក់ផុសតាមអ្វីដែលខ្ញុំបានចុះទៅសាលាកណ្ដាស់ដីកាតឡាការបានចុះហើយនឹងហូបកូនខ្ញុំដែលយំឲ្យពូមានយល់អារម្មណ៍ថាពេលដែលកូនបែករយៈពេល6ខែទេបានតែមួយដងគត់ហើយយំបែបហ្នឹងហើយខ្ញុំទុកទាំងអត់យំទឹកពេលដែលខ្ញុំបិទទូរស័ព្ទភ្លាមពូម៉ាក់ទេមកខ្ញុំហ្នឹងទឹកភ្នែកខ្ញុំខ្ញុំអត់ចាញ់ទេប៉ុន្តែចុកសាហាវមែនតើហ្មងពូមានបងប្អូនយល់ហើយអញ្ចឹងគឺខ្ញុំអត់បន្តអត់ត្រូវតែរឹងមាំដើម្បីកូនខ្ញុំរកចិត្តធម៌អត់ឲ្យមនុស្សប្រុសបែបហ្នឹងធ្វើចង់ឲ្យធ្វើអំពើបែបហ្នឹងលើខ្ញុំជាមួយនឹងកូនខ្ញុំតទៀតឯងខ្ញុំត្រូវតែរកផ្លូវច្បាប់ទោះហត់នៅពិបាកប៉ុណ្ណាគឺខ្ញុំជឿជាក់លើផ្លូវច្បាប់ស្រុកខ្មែរគឺនឹងជួយខ្ញុំជាមួយនឹងកូនដើម្បីជាគំរូមួយដើម្បីកុំឲ្យមានន័យថាមិនថាខ្ញុំជាគំរូអីទេយ៉ាងហោចណាស់ក៏មានពុកមីបងប្អូនអរគ្នាបានជូនពរខ្ញុំមកជួបកូនក៏គាត់មើលជីវិតខ្ញុំបែបនេះតាំងពីលែងលះមកគឺខ្ញុំមិនថាខ្ញុំសុខចិត្តនៅ single ដើម្បីកូនចារយៈពេល3ឆ្នាំហើយប៉ុន្តែអ្នកដែលពាក្យថាស្រឡាញ់កូនគឺការពុនថ្មីតែគាត់ចង់កែជារឿងជីវិត private របស់គាត់ខ្ញុំអត់ខ្វល់ទេតែគាត់តែងតែតាមដានជីវិត private ខ្ញុំអញ្ចឹងបើស្រឡាញ់កូនពិតយើងគួរលះបង់អ្វីដើម្បីកូនច្រើនចាមិនមែនត្រូវធ្វើបែបហ្នឹងដើម្បីចង់ឈ្នះចង់សុបាយចិត្តចង់បានឡានចង់បានផ្ទះរបស់កូនអីអញ្ចឹងគឺយកកូនមកធ្វើបែបហ្នឹងគេមិនហៅថាស្រឡាញ់កូនទេហើយមួយទៀតឆាយជាខ្ញុំឲ្យសំពៀនលេខ1នៅស្រុកខ្មែរជាមនុស្សម្នាក់ដែរអត់ខ្លាចច្បាប់ហើយតែតែធ្វើខុសជាច្រើនលើកច្រើនសារទាំងតែមុនពេលខ្ញុំបែកបាក់គ្នារហូតដល់ឥឡូវបែកបាក់គ្នាក៏គាត់នៅតែបន្តធ្វើទង្វើខុសច្បាប់ជាដដែលអញ្ចឹងគឺជាមានន័យថាជាអ្វីមួយដែលធ្វើឲ្យដូចថានារីដែលគាត់លែងលះឬក៏បែកបាក់កូនដូចខ្ញុំឬក៏អីចឹងគឺធ្វើឲ្យមានអារម្មណ៍ថាពួកគាត់មានអារម្មណ៍ថាសូម្បីតែខ្ញុំរឹងមាំប៉ុណ្ណឹងក៏ខ្ញុំនៅតែ
ទទួលរងភាពអយុត្តិធម៌ពីមនុស្សដែលមិនខ្លាចច្បាប់ហ្នឹងអញ្ចឹងខ្ញុំជឿជាក់ថាទៅច្បាប់នឹងធ្វើលើជន់មានថានឹងធ្វើច្បាប់ហ្នឹងឲ្យមនុស្សដែលមិនខ្លាចច្បាប់ហ្នឹងខ្លាចច្បាប់ហើយជប់ប្រព្រឹត្តបែបហ្នឹងចំពោះមនុស្សស្រីនិងកុំក្មេងនិងចំពោះមនុស្សដទៃទាំងអស់គ្នាព្រោះខ្ញុំជឿជាក់បែបហ្នឹងបើសិនជាអញ្ចឹងទេគឺខ្ញុំជឿជាក់ថាបងនារីនិងកូនក្មេងឬក៏អីជួបរឿងដូចខ្ញុំនិងកូនខ្ញុំអ្នកខ្លះមានវិបត្តិយ៉ាប់ជាងខ្ញុំទៀតអញ្ចឹងបើសិនជាខ្ញុំទទួលភាពយុត្តិធម៌ខ្ញុំបានកូនមកវិញហើយអ្វីដែលគាត់ធ្វើខុសច្បាប់ហ្នឹងគាត់ទទួលយកខ្ញុំជឿជាក់ថាគឺពិតជាមានន័យថាដូចថាលើស្រីហើយកូនក្មេងដែលជួបបែបហ្នឹងគឺធ្វើឲ្យកម្លាំងចិត្តគាត់រឹងមាំទៅថាសិក្សាការសុខខ្មែរមានច្បាប់គេឥឡូវខ្ញុំជឿជាក់លើច្បាប់